អូនទាំងអស់គ្នាចាថ្ងៃនេះម្ចាស់ក្រុមហ៊ុន Leader ACI គាត់បានធ្វើដំណើរមកមើលពូជពោត7 8 9របស់គាត់ចានិយាយចាំទៅបងប្អូនចាគាត់បានដាំ120ហិកតាចាតែខ្ញុំបានយកព័ត៌មានគាត់កាលពីប្រហែលថ្ងៃមុនណាចាឥឡូវនេះបងប្អូនចាខ្ញុំសូមណែនាំបងប្អូននេះមួយដើមនេះមាន3ផ្លែចាជំរាបសួរជំទាវបងចាជ្រាបសួរចាបងចាហើយថ្ងៃនេះជំទាវបងបានចូលមកដល់ហ្នឹងគឺអត់តដល់ថ្ងៃប្រមូលផលទេមែនទេបងនៅប្រហែលថ្ងៃទៀត10ថ្ងៃទៀតនេះ10ថ្ងៃទៀតណាចាហើយផលនេះក្តាប់ចង់ជុំគ្នាវ៉ាវនិយាយចំមួយដើមមានប្រហែលផ្លែខ្លះលោកជំទាវនេះវាផ្លែ3ចាយើងមិនចង់បាន3ទេយើងចង់បានតែ2ទេចាដល់ហើយវាមក3ទៅវាមានសាច់ទាំង3អញ្ចឹងហ៎ល្អទាំង3បណ្ដោយមើលហើយនេះ2ទៅសាច់ពេញទាំង2អញ្ចឹងណាចាខ្ញុំឲ្យមើលពូជគេនេះល្អមែននេះហើយណាផ្លែពោតទុំហើយតែស្លឹកពោតនេះនៅខៀវនេះញ៉េចាគោអាចស៊ីបានទៀតឲ្យលោកជំទាវច្រូតទៅឲ្យគោបានទៅនេះយកផ្លែហើយនេះចាអូខេច្រូតឲ្យគោហូបបានខ្ចីលវក់ណាអូវ៉ាវនៅខ្ចីតែពោតវាទុំហើយនេះញ៉េចានេះដល់10ថ្ងៃទៀតចានេះ2យើងទៅមើលផ្លែពេញសាច់ទាំងពីរអញ្ចឹងលោកជំទាវខ្ញុំសូមសម្ភាសបន្តិចតើលោកជំទាវបានប្រើជាមួយនឹងប្រភេទជីទឹកដែរឬទេអូជីទឹកខ្ញុំលក់ខ្លួនឯងនឹងឯងជីនាំមកពីជប៉ុនអូលោកជំទាវប្រើជីមកពីជប៉ុនដែរហ៎បានជាជីថ្នាំបច្ចេកវិទ្យាជប៉ុនផ្ទាល់ហ្មងហ៎បច្ចេកវិទ្យាជប៉ុនថ្នាំជីទឹកស្រីរៀងអីហ្នឹងក៏សិតតែបច្ចេកវិទ្យាcủaជប៉ុនហើយលោកជំទាវបានវាពេញសាច់ចាហើយលោកជំទាវបាញ់ថ្នាំស្មៅប្រមាណដងក្នុងមួយឆ្នាំតែម្ដងទេថ្នាំឃុំស្មៅតែម្ដងទេចាហើយថ្នាំឃុំស្មៅលោកជំទាវផ្គត់ផ្គង់ដែរមែនទេចាខ្ញុំមានទាំងអស់អូបកឲ្យមកចាមានគ្រប់មុខទាំងអស់ថ្នាំជីថ្នាំតកៅថ្នាំអូយបងប្អូនហើយច្រើនណាស់អ្នកណាខ្វះខាតអីខ្ញុំចែកលេខមកតាក់តងមកខាងលោកជំទាវខ្ញុំស្នើសុំឲ្យលោកជំទាវលក់ផលិតផលឲ្យធូរថ្លៃបំផុតដែលបច្ចេកវិទ្យារបស់ជប៉ុនហ្នឹងណាលក់ថោកជាងទីផ្សារខ្លាំងណាទីផ្សារគេលក់20រៀលខ្ញុំលក់តែ10រៀលហ្នឹង10រៀលគត់ណាចាចង់និយាយថាហើយបរិមាណប៉ុន្មានលីត្រទៅជំទាវមកដបអាកដង5លីត្របាញ់បាន10ហិកតាអូថ្នាំប៉ៅចាកដង5លីត្របាញ់បាន10ហិកតាអា1លីត្រនោះបាញ់បាន2ហិកតាវាមាន1លីត្រមាន5លីត្រមានតាមនេះចាលោកជំទាវលក់អវ៉ាន់ធូរថ្លៃចឹងខ្ញុំលក់ថ្លៃពេកឲ្យពូជអីយើងត្រូវតែគប់កងយកចំណេញតែ2000រៀលទេចាតែ2000រៀលទេហ្នឹងហើយដើម្បីធ្វើខ្លួនឯងដែរអញ្ចឹងចាអូយល្អណាស់បងប្អូនជាមួយខ្ញុំឲ្យគាត់កាច់2 3ផ្លែទៀត3នេះទៀតច្រើនណាស់បងប្អូនហើយតើណាបើកឡានមើលទៅអត់ចុំទេតើចុំទេនៅមុខទៀតណោះចានេះបងប្អូនខ្ញុំជាអ្នកយកព័ត៌មានពាក់ព័ន្ធនឹងក្របពូជពោតនិយាយចំទៅពូជឆ្នាំនេះឃើញថាការផ្ទះគុណភាពរបស់យើងគ្រូខ្លាំងមែនតើល្អមែនតើមួយដើម3ផ្លែមួយដើម2ផ្លែមួយដើម1ផ្លែសាច់ពេញបងប្អូនហើយសាច់ឡើងពេញបឹបហ្មងនេះសាច់ឡើងពេញណាមួយដើម2មួយដើម3ហើយដើមអាចកាត់ឲ្យគោស៊ីបានទៀតខ្ញុំអត់ចង់បានច្រើនចង់បានតែ2ទេ